ជំរាបសួរលោកគ្រូហើយក៏ដូចជាសួស្តីអ្នកនរគ្នាពួកយើងមកពីក្រុមទី8ក្រុម B ហើយថ្ងៃនេះដែរពួកយើងធ្វើ project ទៅលើ H4 CPU Matrix with Top ដែលសមាជិករបស់យើងគឺមានចំនួន4នាក់គឺដាវិនវឌ្ឍនៈខ្ញុំហ៊ូចន្ទទីហោះអេនដេលេនជាមួយនឹង M ជំនាញហើយចូលទៅដល់introduction របស់យើងអ្នកគ្នានៅក្នុងប្រព័ន្ធនេះលុយមាន CPU matrix មួយចំនួនដែលប្រើសម្រាប់តាមដាននិងការវាស់វែងការប្រើប្រាស់ CPU របស់ប្រព័ន្ធហើយ matrix ទាំងនេះយើងអាចមើលឃើញតាមរយៈ command line ឈ្មោះថា top ហើយវាជួយឲ្យយើងយល់ពី CPU កំពុងតែធ្វើអីមួយហើយនឹងមានភាពសំខាន់នៅក្នុងmatrix ហ្នឹងចំនួន5 command គឺភាគរយ US ភាគរយ SY ភាគរយ ID ភាគរយ WA និងភាគរយ NI ដែលតំណាងឲ្យសកម្មភាពផ្សេងៗរបស់ CPU ហើយចូលមកដល់ការ demo របស់យើងគឺយើងនិយាយទៅលើភាគរយ ID ដែលភាគរយ ID ហ្នឹងគឺ indoor CPU time ដែលតំណាងឲ្យពេលវេលាដែល CPU វានៅតំណេហើយកំពុងស្ថិតនៅកន្លែងដែលវាអត់ទាន់មាន program អីរ៉ាំច្រើនដែរយើងឃើញនៅលើនេះគឺវា store តម្លៃចំនួន100អញ្ចឹងមានន័យថាវាអត់ចែកឲ្យទៅចែកការចំនួនហ្នឹងទៅឲ្យធនាគារផ្សេងទៀតទេឧទាហរណ៍នៅពេលដែលយើងបើក counter ហ្នឹងបើมันមានកម្មវិធីអីធនាគារ CPU ហ្នឹងវាធ្វើការវាអត់មានអីធ្វើហើយកំពុងតែសម្រាប់ពេលវេលានេះហើយយើងរកថាភាគរយ ID ប្រសិនបើភាគរយ ID នឹងខ្ពស់វិញវាមានន័យថា CPU វាតំណេច្រើនហើយចំពោះភាគរយ SY ភាគរយ SY វាតំណាងឲ្យ system CPU time ដែលគឺជាពេលវេលាដែល CPU ប្រើសម្រាប់ប្រព័ន្ធនេះលុយឬក៏ kernel ដែល kernel ហ្នឹងគឺជាខួរក្បាលសំខាន់របស់ប្រព័ន្ធប្រតិបត្តិការដែលទទួលខុសត្រូវលើការងារដូចជាអានសរសេរឯកសារការគ្រប់គ្រង memory និង network នៅក្នុងនៅពេលដែលយើងប្រើកម្មវិធីមួយស្នើទៅសេវាកម្មពី CPU វានឹងទៅធ្វើការនៅក្នុង kernel នោះហើយពេលវេលានេះហើយយើងរាប់ថាភាគរយ SY ឧទាហរណ៍ដល់ពេលដែលយើងរ៉ាំកម្មវិធីមួយដែលស្នើទៅលុយឲ្យអានឯកសារឬក៏សរសេរតំណទៅនេះ CPU ត្រូវធ្វើការនៅក្នុង channel ដើម្បីបំពេញសំណើហើយនៅពេលដែលCPU វាធ្វើការងាររបស់ប្រព័ន្ធវាទៅរកជា SY ឧទាហរណ៍យើងតាម command dd if ស្មើ del 0ហ្នឹងហើយយើងឃើញថាSY វាកើនឡើងអញ្ចឹងមានន័យថា system វា call ឲ្យ program ហ្នឹងវារ៉ាន់ច្រើនអញ្ចឹងវាចែកតំណែងចេញពី ID US ពាក្យពេចន៍ដោយ user space គឺជា percentage នៃពេលវេលារបស់ CPU ដែលត្រូវបានប្រើដោយ user process វាបង្ហាញថាតើ program យើងនឹងកំពុងធ្វើការងារអីខ្លះហើយវា program វានឹងបានឲ្យមិនពឹងផ្អែកលើ channel ទេពេលដែលយើង run Python នៅក្នុង command prompt បន្ទាប់មកទៀតយើងទៅមើល command top នៅក្នុង command មួយទៀតយើងនឹងឃើញថាវាC អស់ 6.3% នៃ CPU របស់យើងកន្លែង 2.3 US យើងនឹងឃើញថាវានឹង C អស់ 3.6% នៃ CPU ឥឡូវចូលចំណុចរបស់ខ្ញុំ nice ជាងនេះវាគឺជា priority វាគឺជា program មួយដែលវាចែកCPU ឲ្យ process ដទៃទៀតដែលមុនវាគិតពី first priority វាគិតគេសំខាន់ជាងខ្លួនចឹងនៅក្នុងខ្ញុំមាន3 process មាន PID ពី1344ដល់1346អញ្ចឹងយើងមើលនៅក្នុងនោះយើងមាន2 process ដែលវា run CPU 100% ពេលដែល process នោះវា run CPU 100% គឺ nice វា load 0ហើយលេខ19នេះ PID 1346ហ្នឹងវាគឺ process មួយដែលវាចែកឲ្យគេ CPU ឲ្យគេប្រើហើយវា run ខ្លួនឯងតិចអញ្ចឹងចូលមក matrix បន្ទាប់គឺ WA ឬ input output base អញ្ចឹង input output base គឺពេលដែលយើង write inquiry នៅបើមួយយើង CPU នឹងចូលក្នុងស្ថានភាពនោះគឺ state ក្នុងឆាកអញ្ចឹងនៅពេលដែលយើងreturn ហើយគឺ CPU អត់ធ្វើអីទេតតែយើង return នឹងហើយបាន CPU ចាប់ផ្ដើមដំណើរការឡើងវិញដូចយើងសរសេរ command នេះហើយយើងដាក់ចូលក្នុង tab បានហើយយើងឃើញថា WA នៅក្នុងការប្រើប្រាស់
CPU នោះគឺបាន3ភាគរយឥឡូវដល់ពេលយើងឡើង complete ហើយទៅយើងឃើញថា WRA ដែលក្នុងការប្រើប្រាស់ CPU នឹងគឺធ្លាក់មក0វិញអញ្ចឹងសរុបមកវិញមក component នៅក្នុង CPU នឹងគឺជួយឲ្យយើងយល់ពី life cycle ការប្រើ CPU យ៉ាងម៉េចដោយយើងមើលទៅនៅ user space system space idea nice ហើយនៅ input output វិញហើយយើងអាច check performance ហើយនៅបញ្ហាងាយស្រួលជាមួយ